ការប្រកួតដើមទីដោយមានដំណក់ទឹកភ្លៀងមកផងដែរនោះមិនបានរំខានទៅដល់ការចាប់ផ្ដើមនេះទេការប្រកួតដំណាក់កាលទី1គឺនៅក្នុងជុំទី6នៃការសន្សំពិន្ទុបាទក៏ធ្វើការសម្រុកទៅតាមអ្វីដែលអាចធ្វើបាននៅចំណុចត្រង់នេះពេលប្រាខ្វាមេបញ្ជូនបាល់បានយ៉ាងល្អហើយស៊ីដានបញ្ជូនបន្តក៏ប៉ុន្តែមិនអាចទះបញ្ចូលទីបានទេជាមសំណាងអ្នកចាំទីរបស់ភ្នំពេញក្រោនធ្វើបានយ៉ាងល្អមើលចុះបាទការបញ្ជូនការទាត់បន្តរបស់ពេលប្រាខ្វាមេគឺជួយបានដោយអ្នកចាំទីនៅនាទីទី15បាទនាទីទី26ព្រះខ័នរាជស្វាយរៀងសម្រុកទៅជាថ្មីមិនរតនៈបញ្ជូនបន្តមុនប្រច័នបុនកងកាត់ទៅកណ្ដាលតែរត់ផុតអ្នកថែមក៏មិនអាចថែមបានដោយការប្លុកពីខ្សែការពារកូរ៉េខាងត្បូងប៉ាកយីយ៉ុងនេះជាការសម្រុកបន្តបន្ទាប់របស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងទាំងប៊ុនប្រច័នទាំងពេប្រាទាំងប៉ាត្រិកមិនអាចទម្លុះទីបាននៅនាទី42ចុងម៉ោងទៅហើយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងរងនៅការសន្ធាប់សាទីជាអ្នកទាត់បញ្ចូលទីបានសម្រេចឲ្យក្រុមបាល់ទាត់ភ្នំពេញក្រោននាំមុខនៅក្នុងនាទី42មិននឹកស្មានសោះការសម្រុកដ៏លើសលប់របស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបែរជាបកមួយផ្លែតរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនបានបាល់នាទី45ពេលប្រាខ្វាមេញាក់ផុតខ្សែការពារទាំងអស់ប៉ុន្តែការញាក់ចុងក្រោយដើម្បីទាត់បញ្ចូលទីត្រូវបានតាក់ដោយជើងស្ដាំរបស់អ្នកចាំទីក្រុមភ្នំពេញក្រោនជាមសំណាងនេះផុតទាំងរ៉ាអ៊ូលតែមិនអាចផុតជាមសំណាងបានទេបើទោះបីជាសាទីឡើងមកដើម្បីរារាំងនៅពេលមួយបាទដែលកីឡាកររបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើបាននេះគឺមួយគ្រាប់របស់គ្រីស្ទៀនមួយគ្រាប់នេះល្អខ្លាំងណាស់បាទគឺខោកបញ្ចូលទីចំទិសដៅដែលគាត់បញ្ជាមសំណាងលោតមកដែរតែមិនទាន់លម្អឿនបាល់នេះទេនាទីទី63 1-1នាទីទី64 2-1ដោយការទាត់របស់ពេប្រាខ្វាមេទទួលបាល់ពីគ្រីស្ទៀនរ៉ូកេឥឡូវនេះឃើញថាពេលវេលាបានផ្ដល់ឲ្យក្រុមទាំងពីររកគ្រាប់បាល់បានយ៉ាងលឿននាទី63នាទី64នាទី65ក្រុមបាល់ទាត់ភ្នំពេញក្រោនបានមួយគ្រាប់វិញបន្ទាប់ពីឡងជើងម៉ាក់ស៊ីមបញ្ជូនទៅជាថ្មីទាត់បញ្ចូលទីបានសម្រេច2-2គឺដោយកីឡាករ Marcelo Tele Melendez 2-2នេះជាការទាត់បញ្ចូលទីលឿនមែនទែនរបស់ក្រុមបាល់ទាត់ទាំងពីរពេលវេលាបានបន្តទៅមុខក្រុមទាំងពីរនៅតែបន្តសម្រុកពេលប្រាខ្វាមេត្រង់នេះហាស់វ៉ូឡេទាត់អណ្ដែតបាទពាក់កណ្ដាលខ្លួនតែម្ដងក៏ប៉ុន្តែការបង្វែរទាត់នេះគឺមិនបានចំគោលដៅទេបាទបាត្រិកដែលរកគ្រាប់បានស្ទើរតែគ្រប់ការប្រកួតក៏មិនអាចមានឱកាសដែរនាទី83ឱកាសមួយត្រង់នេះរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនទាត់បំបុកនឹងយូដៃឡងមកខាងក្រោយហើយទាញមកម្ដងទៀតទាត់ពីចម្ងាយខុសគោលដៅបាទការទាត់ពីចម្ងាយរបស់ខ្សែការពារម៉ាក់ស៊ីមនៃក្រុមបាល់ទាត់ភ្នំពេញក្រោនព្រះខ័នរាជស្វាយរៀងត្រង់នេះមួយជើងរបស់ស៊ីដានក៏ត្រូវបានទ្រាំជាប់ដោយអ្នកចាំទីជាមសំណាងខ្ចីជើងពេលប្រាខ្វាមេបាទបដូរទិសឆ្ងាយដែរក៏ប៉ុន្តែនៅតែរៀងបានត្រង់នេះឯងដែលដាយ៉ាអូទៅដែលតាកាស៊ីអូដាវរៈមកពីក្រោយខ្នងបាទធ្វើឲ្យដាយ៉ាដួលនៅក្នុងតំបន់គ្រោះថ្នាក់នាទី98ទៅហើយដាយ៉ាក៏ទាត់ពេលនឹងទីបញ្ចូលទីបានសម្រេចនៅនាទី99ឲ្យក្រុមបាល់ទាត់ភ្នំពេញក្រោននាំមុខជាថ្មីលើក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងនាទីទី101 102អាជ្ញាកណ្ដាលលោកយ៉ុងសៃឡាក៏ផ្លុំបញ្ចប់ការប្រកួតដ៏តានតឹងរបស់ក្រុមទាំងពីរការប្រកួតដ៏ស្វិតស្វាញរបស់ក្រុមទាំងពីរពិន្ទុគឺបានទៅលើក្រុមភ្ញៀវភ្នំពេញក្រោនអាចឈ្នះទៅលើក្រុមព្រះខ័នរាជស្វាយរៀងបាន